លេខផ្សេងលេខ0នៅអីសុទ្ធតែនៅខាងក្រោយលេខ1អញ្ចឹងតួនេះនឹងលេខ0នៅខាងក្រោយហ្នឹងគឺន័យគេអញ្ចឹងថាចាំថាលេខ0ហ្នឹងសុទ្ធតែនៅខាងក្រោយលេខ1លេខដែលផ្សេងអូ如果没有一បើសិនបើជាមិនអត់មានលេខ1ទេ没有一អត់មានលេខ1ទេមិនខ្វល់ថាពុកគន់មិនខ្វល់ថាយោតួសោលីងមិនខ្វល់ថាមានអប្រមាណ0ក៏ដោយអអានេះហ่ะមិនខ្វល់ថាមានប្រមាណ0តួសោបើថាប្រមាណតែនេះប្រយោគស្របតែអាយថាមិនខ្វល់ថាមាន0ប្រមាណក៏ដោយន័យគេអញ្ចឹង不管有多少零មិនខ្វល់ថាមាន0ប្រមាណក៏ដោយ也没有用ក៏也កន្លែងនេះบอกថាក៏也没有用ក៏គ្មានប្រយោជន៍ដែរ对ក៏គ្មានប្រយោជន៍ដែរមានន័យថាមិនមានន័យថាលេខ1នោះវានៅខាងមុខគេដល់ពេល0នេះនៅខាងក្រោយតែចង្កាត់0នឹងមាន6 0 7 0 10 0ក៏ដោយតែអត់មានដល់លេខ1ក្បាលនៅពីមុខទៅ0នេះគឺវាអត់មានន័យទេយល់ទេអញ្ចឹងវាអត់មានអីគេ没有用គ្មានប្រយោជន៍ទេព្រោះលេខ0នេះគឺវាអត់មានណាអញ្ចឹងត្រូវតែមានក្បាលនៅពីមុខលេខ1បើមានក្បាលពីមុខលេខ1ទៅ0ទាំងអស់អញ្ចឹងវាមានមកពីណាអញ្ចឹងអត់មានន័យទេសុទ្ធតែ0ទាំងអស់អញ្ចឹងចង់និយាយថាសុខភាពគឺវាសំខាន់ណាស់តែអត់មានសុខភាពទេគឺយើងមិនអាចធ្វើអ្វីផ្សេងបានទេគេមានន័យថាអញ្ចឹងទៅតែមានសុខភាពបើយើងអាចធ្វើអ្វីគេផ្សេងបានធ្វើរឿងអ្វីមួយបានអញ្ចឹងបើអត់មានសុខភាពទេយើងទៅធ្វើអីគេបានគេចង់ថាលេខសុខភាពនឹងស្មើនឹងលេខ1បើលេខ1រួចហើយបើមានលេខ0បើយើងអាចរកអ្វីមួយដែលចំណូលបានទៅឯងបើលេខ1មានក្នុង0ទាំងអស់ចឹងយើងអត់មានចំណូលឯងគេមានន័យថាអញ្ចឹងណាចា好现在我读给你们听ឥឡូវខ្ញុំអានឲ្យពួកគាត់ស្ដាប់ម្ដងទៀត嗯健康是什么呢？每个人都希望自己健康。那么，什么是健康呢？有一位教授用数字来说明健康多么重要。如果健康是一，其他都是一后面的零。如果没有一，不管有多少零也没有用。